នៅពេលដែលយើងមានទុកកង្វល់ឬក៏ពិបាកចិត្តតើយើងគួរចែករំលែករឿងហ្នឹងទៅមិត្តភ័ក្តិយើងដែរអត់ចាជំរាបសួរបងប្អូនទាំងអស់គ្នាវាជាការចែកម្លែកខ្ញុំតិចតួចទេព្រោះតែខ្ញុំធ្លាប់ឆ្លងកាត់បញ្ហារឿងពិបាកចិត្តរឿងដែលមានទុកកង្វល់ជាច្រើនអញ្ចឹងណាចាបងប្អូនជាទូទៅយើងតែងតែមានមិត្តភ័ក្តិមិនថាមិត្តភ័ក្តិស្និទ្ធស្នាលខ្លាំងឬមិត្តភ័ក្តិធម្មតាតែងតែមានហើយចាបងប្អូនយើងម្នាក់គួរតែគេហៅថាចេះជ្រើសរើសចេះជ្រើសរើសចេះមើលមិត្តភ័ក្តិណាដែលទុកចិត្តមិត្តភ័ក្តិណាដែលយើងអាចចែករំលែកនៅទុកកង្វល់របស់យើងបានចាដែលហៅថាមិត្តដែលល្អបងប្អូនទាំងអស់គ្នាគឺហៅថាកល្យានមិត្តហើយបងប្អូនទាំងអស់គ្នាគួរតែចំណាំផងដែរកល្យានមិត្តដែលយើងអាចពាក្យថាប្រើពាក្យថាកល្យានមិត្តនឹងបានណាបងប្អូននោះត្រាតែម្នាក់នឹងចេះគេហៅថានៅពេលដែលយើងធ្វើរឿងអីខុសឬក៏មានសារកំហុសអីក៏ដោយគាត់ចេះលើកទឹកចិត្តយើងគាត់ប្រាប់យើងដោយត្រង់ដោយមិនមានយ៉ាងនិយាយពីក្រោយខ្នងចានិយាយរួមចង់ប្រើពីថាគាត់ចង់កែលម្អយើងឲ្យបានល្អប្រសើរជាងពេលមុនអញ្ចឹងណាចាព្រោះទូទៅបងប្អូនមិត្តភ័ក្តិដែលនិយាយពាក្យលួងធម្មតាគេហៅថាមិត្តភ័ក្តិគ្រាន់តែរាប់អានគ្នាថានិយាយលេងធម្មតាមិនហ៊ាននិយាយពីអីអប់រំឲ្យយើងទេគេហៅថាមិត្តភ័ក្តិហៃអើអញ្ចឹងណាចាដូច្នេះហើយសម្រាប់ខ្ញុំបងប្អូនទាំងអស់គ្នាគួរតែមានហៅថាកល្យានមិត្តនឹងទៅដើម្បីជាការចែករំលែកនៅរឿងទាំងឡាយដែលយើងពិបាកចិត្តដែលយើងកំពុងតែមានទុក្ខកង្វល់យើងអាចចែកមិត្តភាពគាត់បានបងប្អូនទាំងអស់គ្នាត្បិតតែពេលខ្លះគាត់មិនអាចដោះស្រាយរឿងយើងបានដល់ពេលយើងនិយាយរឿងប្រាប់គាត់ទៅគាត់មិនអាចដោះស្រាយឲ្យយើងបានទេប៉ុន្តែគាត់គឺជាមិត្តម្នាក់ដែលទទួលចាំស្ដាប់នៅរឿងរបស់យើងគ្រប់យ៉ាងនៅពេលដែលយើងចាំបាច់ត្រូវការគាត់គឺជាមនុស្សម្នាក់ដែលអង្គុយស្ដាប់រឿងរបស់យើងដោយយកចិត្តទុកដាក់នោះឯងគឺជាមិត្តដែលល្អប្រសើរហើយមិនបានបន្ថែមគ្រឿងមិនវិនិច្ឆ័យថាបែបនេះគឺគាត់នៅទទួលរងចាំស្ដាប់រឿងរបស់យើងប៉ុន្តែរឿងរបស់យើងមិនមែនយើងនិយាយរឿងគ្រប់យ៉ាងប្រាប់គាត់ទាំងអស់រឿងរឿងទៅតែប្រាប់ឲ្យអត់ទេណារឿងដែលសំខាន់រឿងដែលថាយើងពិបាកដោះស្រាយថាយើងមិនអាចអោបកសោបតែម្នាក់ឯងបានណាយើងអាចចែកម្លែកទៅគាត់បាននៅរឿងដែលយើងរកដំណោះស្រាយអត់ឃើញយើងចង់ប្រាប់គាត់អញ្ចឹងទៅពេលខ្លះគាត់ក៏អាចមានវិធីសាស្ត្រប្រាប់នៃការគេហៅថាដោះស្រាយបញ្ហាបែបណាចាជួយយើងបានអញ្ចឹងណាចាទោះខ្ញុំចង់និយាយថាទោះបីជាគាត់មិនបានដោះស្រាយឲ្យយើងប៉ុន្តែគាត់គឺជាមនុស្សម្នាក់ដែលគេហៅថាមនុស្សគេហៅថាស្ដាប់ដល់ល្អចាំស្ដាប់រឿងរបស់យើងដោយគិតថាយើងគឺជាមនុស្សដែលថាអាចទុកចិត្តបានយើងគឺថាកំពុងតែឯកាយើងត្រូវការខ្នងបងឯងអញ្ចឹងគាត់អាចឲ្យយើងនឹងឯកខ្នងគាត់បានចាអញ្ចឹងហើយបងប្អូនអរគ្នាត្រូវតែចេះជ្រើសរើសផងដែរកល្យានមិត្តហ្នឹងគឺពិបាកហៅដែរចាពិបាកហៅមិនមែនថាយើងអាចស្គាល់គ្នាត្រឹមតែ1ខែ2ខែអីយើងអាចសម្គាល់បានអត់ទេកល្យានមិត្តពិបាកហៅបន្តិចមែនប៉ុន្តែនៅពេលដែលយើងមានបញ្ហាផ្លូវចិត្តរឿងបញ្ហាដោះស្រាយមិនចេញគាត់គឺអាចជួយដោះស្រាយយើងបានមែនចាសម្រាប់ខ្ញុំដោយសារតែខ្ញុំមានមិត្តដែលល្អបែបហ្នឹងហើយខ្ញុំអាចដោះស្រាយទុកហើយខ្ញុំអាចមានបញ្ហាអីខ្ញុំចែកម្លែកប្រាប់គាត់ទៅគឺគាត់ជួយខ្ញុំបានមែនទើបខ្ញុំចែកម្លែកបន្តហើយបងប្អូនទាំងអស់គ្នាកល្យានមិត្តដែលល្អហ្នឹងគឺគាត់ចេះរក្សារឿងសម្ងាត់របស់យើងមិនបែកធ្លាយទៅខាងក្រៅកុំថាំងសួរប្រាប់ហើយស្អាតតែប្រាប់តទៀតចឹងអាហ្នឹងអត់ល្អទេចានេះឯងជាហៅថាបងប្អូនគួរតែមានមិត្តដែលសំខាន់មិត្តដែលអាចចែករំលែកនៅរឿងដែលយើងចង់ចែកបានអញ្ចឹងណាដូចខ្ញុំនិយាយពីដើមហ្នឹងគួរតែយើងចេះពិចារណាមើលដែរមិត្តភ័ក្តិមិនមែនថាយើងចេះតែនិយាយរឿងគុំចាប្រាប់គាត់អត់ទេពេលខ្លះគាត់ក៏មានរឿងរ៉ាវរបស់គាត់ដែរខ្ញុំចង់ថាបើសិនជារឿងនឹងពិបាកខ្លាំងរឿងនឹងកាត់ຕົកខ្លាំងយើងអត់មានអ្នកណាដោះយើងមិនអាចដោះស្រាយតែឯងបានណាអញ្ចឹងយើងត្រូវតែប្រាប់គាត់ទៅចាប្រាប់គាត់ដើម្បីឲ្យគាត់ស្ដាប់យើងអាចបើសិនជាអាចគាត់អាចជួយដោះស្រាយឲ្យយើងទោះបីមិនបានដោះស្រាយក៏បានត្រឹមស្ដាប់ឬក៏បានឲ្យជួយយោបល់ខ្លះអញ្ចឹងណា
ចាព្រោះយើងម្នាក់បងប្អូននៅពេលដែលយើងពិបាកចិត្តខ្លាំងនៅពេលដែលយើងស្មុកសុកសោកសៅខ្លាំងណាគឺបើសិនជាបាននិយាយប្រាប់ទៅអ្នកណាម្នាក់ដោយគេស្ដាប់ដោយចិត្តចង់ស្ដាប់ដោយការយកចិត្តទុកដាក់គឺយើងមានអារម្មណ៍ថាដូចមានគេហៅថាមានពលឺអីមួយជួយចាំឲ្យយើងភ្លឺអាហ្នឹងសម្រាប់ខ្ញុំគិតឯណាបើសិនជាបងប្អូនខ្ញុំអត់ដឹងទេព្រោះខ្ញុំធ្លាប់ធ្វើបែបហ្នឹងទៅវាបានផលបានផលពិតមែនទើបខ្ញុំចង់ចែកម្លែកផងដែរចាអញ្ចឹងសម្រាប់ខ្ញុំមានតែចង់ចែករំលែកបែបនេះឯងគួរតែមានកល្យានមិត្តចាហើយកល្យានមិត្តហ្នឹងបងប្អូនត្រូវតែចេះជ្រើសរើសមើលផងដែរឲ្យបានន័យថាមិត្តបែបណាដែលយើងតាមដានមើលផងថាយើងប្រាប់ទៅអត់ខ្ចោះខ្ចាយរឿងហ្នឹងទេហើយពេលដែលយើងនៅក្បែរគាត់ដូចមានអារម្មណ៍ថាយើងដូចមានពន្លឺអីមួយយ៉ាងឬក៏មានអីថាឲ្យយើងនៅវាគេហៅស្រួលក្នុងខ្លួនណាស្រួលក្នុងចិត្តណាអត់មានបបាក់ថាតិចអញ្ចេះទៅតិចអញ្ចេះទៅអត់ទេមនុស្សយើងបងប្អូនពេលខ្លះយើងនៅក្បែរមនុស្សម្នាក់ដូចមានថាមានភាពទំនុកចិត្តណាគេថាឧបនិស្ស័យដូចនៅក្បែរទៅដូចឲ្យមានអារម្មណ៍ថាដូចម្នាក់ហ្នឹងដូចយើងឲ្យមានអារម្មណ៍ថាភាពកក់ក្ដៅដូចមានថាដូចអាចជួយយើងបានអញ្ចឹងណាចាខ្ញុំធ្លាប់បែបហ្នឹងចាអានេះជាការចែកម្លែកតិចតួចរបស់ខ្ញុំទេហើយបើសិនជានាងខ្ញុំចែកម្លែកទៅមានការពាក្យពេចន៍ឬក៏និយាយទៅខុសឆ្គងផងណាសូមខន្តីអភ័យទោសផងព្រោះគ្រាន់តែជាការចែកម្លែកចេញពីបេះដូងរបស់ខ្ញុំទេព្រោះខ្ញុំធ្លាប់មានបទពិសោធន៍បែបហ្នឹងទៅទើបខ្ញុំចង់ចែកម្លែកអញ្ចឹងណាចាហើយសូមអរគុណសូមជម្រាបលា